ខ្ញុំធ្លាប់មានសុបិនមួយស្វាមីខ្ញុំនៅក្នុងសុបិនរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំខូចចិត្តក្នុងជីវិតប្រចាំថ្ងៃបន្ទាប់ពីបានជួបជាមួយវីនារីដែលគាត់ប្រាថ្នាគឺស៊ូវ៉ាន់ចេញដំណើរពីព្រលឹមនិងត្រឡប់មកវិញយឺតជារៀងរាល់ថ្ងៃคล้ายជាប្រងើយកន្តើយយ៉ាងខ្លាំងនៅទីបញ្ចប់សូម្បីតែសម្រាប់គាត់វាបានបណ្ដាលឲ្យខ្ញុំស្លាប់យ៉ាងសោកសៅនៅតាមផ្លូវស៊ូវ៉ាន់គឺជាវីនារីដែលមានវាសនានៃពិភពលោកនេះហើយអ្នកគ្រាន់តែជាតួអង្គស្រីជំនួយដែលកំពុងរារាំងស្នេហារបស់ពួកគេផ្លូវនៃឋានសួគ៌មិនអាចប្រកែកបានទេមានរឿងអ្វីជាមួយប្រពន្ធខ្ញុំមានសុបិនអាក្រក់មួយស្ដាប់លោកចៅប្រសិនបើថ្ងៃណាមួយអ្នកបានជួបវាសនាមួយស្ត្រីម្នាក់ដែលប្រកាសជាធ្វើឲ្យបេះដូងអ្នកលោតញាប់តើអ្នកមិនចង់បានខ្ញុំទេអ្វីទៅជាមិនសមហេតុផលលោកស្រីគូថ្មីនេះលោកស្រីទំនេរពេកមែនទេខ្ញុំចាប់ផ្ដើមអានប្រឡំលោកបែបមនុស្សសញ្ជាតិណាទាំងនោះវាសនារបស់ខ្ញុំគឺមានតែអ្នកប៉ុណ្ណោះតើអ្នកណាហ៊ានចូលរួមខ្ញុំនឹងធ្វើឲ្យគាត់ប្រាថ្នាថាគាត់ស្លាប់សម្លាញ់ឲ្យថ្ងៃនេះអូនត្រូវតែសងសឹកបងវិញពាក្យសម្ដីរបស់អ្នកបានធ្វើឲ្យបេះដូងដ៏ផុយស្រួយរបស់ខ្ញុំឈឺចាប់យ៉ាងខ្លាំងទៅឋាននរកជាមួយផ្លូវសុខរាវាសនាឲ្យតួឯកស្រី Getting How គឺជាបុរសរបស់ខ្ញុំគ្មានអ្នកណាអាចយកវាទៅណាបានទេដូចដែលអ្នកបានណែនាំប្រពន្ធខ្ញុំបញ្ជីឈ្មោះបុគ្គលិកថ្មីថ្ងៃនេះវាត្រូវបានផ្ញើទៅអ៊ីមែលរបស់អ្នកហើយម្នាក់ក្នុងចំណោមអ្នកហាត់ការទាំងនោះមានឈ្មោះថាស៊ូវ៉ាន់ខ្ញុំត្រូវបានចាត់តាំងឲ្យចូលរៀនថ្នាក់សៀវរឿងដំបូងនៅក្នុងសុបិនរបស់ខ្ញុំបានคล้ายជាការពិតស៊ូវ៉ាន់បានចាប់ផ្ដើមការងារថ្ងៃនេះបណ្ដេញគាត់ចេញភ្លាមមិនថាអ្នកប្រើហេតុផលអ្វីក៏ដោយសំណងទ្វេដងខ្ញុំមិនអនុញ្ញាតឲ្យមនុស្សឈ្មោះស៊ូវ៉ាន់នេះទេបោះជំហានចូលទៅក្នុងអគារ Story Group លោកស្រីខ្ញុំនឹងចាត់ការវាភ្លាមតារាបណាពួកគេមិនបានជួបគ្នាផ្លូវឋានសួគ៌បែបណាការនិយាយអំពីពន្លឺព្រះច័ន្ទពណ៌ទាំងអស់នោះគឺជារឿងមិនសមហេតុផលតើប្រពន្ធខ្ញុំបានបាញ់អ្នកណានៅព្រឹកព្រលឹមម្លេះហេតុអ្វីបានជាអ្នកខឹងខ្លាំងម្លេះល្អណាស់ដែលត្រូវបណ្ដេញចេញឲ្យតែអ្នកសប្បាយចិត្តអ្នកអាចបើកការិយាល័យសៀវទាំងមូលចៅក្រមគោថ្ងៃនេះអ្នកមិនត្រូវបានអនុញ្ញាតឲ្យទៅក្រុមហ៊ុនទេមកទិញអីវ៉ាន់ជាមួយខ្ញុំត្រូវតែរក្សាគាត់នៅក្បែរខ្ញុំគ្រប់ពេលវេលាកាត់ផ្ដាច់ថេរទាំងអស់បាទចាស់សលោកទីបំផុតប្រពន្ធសម្លាញ់របស់ខ្ញុំយកព្រមខ្ញុំទៅទិញអីវ៉ាន់ជាមួយអ្នកហើយខ្ញុំនឹងលុបចោលកិច្ចប្រជុំទាំងអស់របស់ខ្ញុំនៅថ្ងៃនេះឥឡូវនេះមានអ្វីកើតឡើងលោកគោនៅខាងមុខផ្លូវខាងមុខស្រាប់តែដួលរលំឡានមិនអាចឆ្លងកាត់បានទេផ្លូវទាំងអស់ដែលនាំទៅដល់ផ្សារទំនើបត្រូវបានបិទតើវាអាចខ្វិនដោយរបៀបណាចរាចរណ៍នៅទូទាំងទីក្រុងវាស្ទើរតែដូចជាត្រូវបានគ្រប់គ្រងដោយដៃមើលមិនឃើញផ្លូវនៃឋានសួគ៌មិនអាចប្រកែកបានទេពួកគេត្រូវតែជួបគ្នាផ្លូវស្ថានសួគ៌ដ៏អស្ចារ្យមែនពីព្រោះយើងមិនអាចជិះវៀងវាបានបន្ទាប់មកចូលយើងប្រឈមមុខនឹងវាដោយផ្ទាល់ខ្ញុំនឹងមើលថាអ្នកណាហ៊ានប៉ះបុរសរបស់ខ្ញុំថ្ងៃនេះទៅក្រុមហ៊ុនស្ដាប់ប្រពន្ធរបស់អ្នកហេតុអ្វីបានជាអ្នកបណ្ដេញខ្ញុំចេញដោយគ្មានមូលហេតុខ្ញុំបានប្រឡងជាប់ការប្រកួតប្រជែងនិងការសម្ភាសន៍យ៉ាងច្បាស់លាស់គ្រាន់តែដោយសារតែអ្នកជាក្រុមហ៊ុនធំមួយមិនមានន័យថាអ្នកអាចបំពានកិច្ចសន្យាបានយ៉ាងងាយស្រួលទេពួកគេជាសូមប្រយ័ត្ននេះជាកន្លែងដែលខ្ញុំស្រមៃចង់បានចាប់ពីពេលនោះមកនាងបានផ្លាស់ទៅរស់នៅក្នុងបេះដូងរបស់ Getting Howប្រពន្ធអ្នកសុខសប្បាយជាទេតើអ្នកធ្លាប់មានស្នាមឆ្កូតដោយបំណែកណាមួយដែរឬទេតើអ្នកខ្លាចទេខ្ញុំសុខសប្បាយជាទេចុះច្បាប់នៃស្ថានសួគ៌វិញស្វាមីខ្ញុំគ្រាន់តែសម្លឹងមើលខ្ញុំប៉ុណ្ណោះលោកគូលោកសុខសប្បាយជាទេអ្នកយល់ច្រឡំហើយខ្ញុំគ្រាន់តែព្យាយាមជួយសង្គ្រោះអ្នកតើអ្នកខ្វាក់ភ្នែកឬមានជំងឺផ្លូវចិត្តទេបើអ្នកចង់ជួយសង្គ្រោះខ្ញុំផ្លាកសញ្ញានោះនៅឆ្ងាយពីខ្ញុំប្រហែល3ម៉ែត្រឥឡូវនេះខ្ញុំអាចជិះវៀងវាបានយ៉ាងងាយស្រួលដោយការចូលនិវត្តន៍អ្នកស្ទុះមករកខ្ញុំដូចឆ្កែឆ្កួតតើអ្នកកំពុងព្យាយាមគោះខ្ញុំនៅក្រោមសញ្ញាមែនទេខ្ញុំគិតថាអ្នកកំពុងព្យាយាមធ្វើបាបខ្ញុំមិនបានខ្ញុំពិតជាមានន័យល្អមែនតើសន្តិសុខទាំងអស់បានស្លាប់ហើយឬនៅអ្នកណាឲ្យមនុស្សឆ្កួតនេះចូលមកបណ្ដេញគាត់ចេញភ្លាមហើយទូរស័ព្ទទៅប៉ូលីសពិនិត្យមើលថាតើគាត់ជាគូប្រជែងឬបញ្ជូនមកសម្រាប់ខ្ញុំលោកគូយើងមិនមែនជាឃាតករទេនេះគឺជាសូវ៉ាន់ជាអ្នកហាត់ការដែលទើបតែចាប់ផ្ដើមធ្វើការនៅថ្ងៃនេះប្រពន្ធរបស់គាត់ទើបតែបញ្ជាឲ្យបណ្ដេញគាត់ចេញពីការងារនៅបញ្ហាព្រោះគាត់មិនសប្បាយចិត្តនឹងវាប្រពន្ធខ្ញុំបានប្រាប់គាត់ឲ្យចេញទៅតើអ្នកនៅតែហ៊ានស្នាក់នៅទីនេះទេប្រពន្ធខ្ញុំឲ្យអ្នកពិតជាហោរាមែនខ្ញុំដឹងជាមុនថាស្ត្រីនេះឆ្កួត
សូមអភ័យទោសវាជាកំហុសរបស់ខ្ញុំដែលមិនបានគ្រប់គ្រងក្រុមហ៊ុនបានល្អការអនុញ្ញាតឲ្យធាតុគ្រោះថ្នាក់បែបនេះចូលមកនឹងធ្វើឲ្យអ្នករងទុក្ខវេទនាយ៉ាងខ្លាំងកញ្ញាស៊ូគំនិតដ៏ប៉ិនប្រសប់របស់ Story Group មិនអាចមានព្រះពុទ្ធដ៏ធំដូចអ្នកបានទេយកសំណងទ្វេដងហើយចេញទៅបើអ្នកហ៊ានបង្ហាញខ្លួននៅចំពោះមុខប្តីខ្ញុំម្ដងទៀតខ្ញុំធានាថាអ្នកនឹងកាន់តែអាក្រក់ជាងថ្ងៃនេះ100 ដងអូនសម្លាញ់តោះទៅមិនអីទេខ្ញុំនឹងស្ដាប់ប្រពន្ធខ្ញុំអាហេះបេះដូងខ្ញុំឲ្យតើស៊ូបង្ខំឲ្យគម្រោងនេះបើកន្លែងចង្អៀតមួយតួឯកស្រីស៊ូវ៉ាន់ទទួលបានក្លិនក្រអូបនៃពន្លឺព្រះច័ន្ទពណ៌របស់នាងហេតុអ្វីបានជាអគ្គិសនីដាច់ភ្លាមទ្វារមិនអាចបើកបានទេប្រញាប់ឲ្យក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យមកប្រគល់វាទៅទូរស័ព្ទរបស់ខ្ញុំគ្មានសញ្ញាទេកុំខ្លាចអីអូនសម្លាញ់ខ្ញុំនៅទីនេះហើយលោកគោខ្ញុំខ្លាចភាពងឹតណាស់បេះដូងខ្ញុំឈឺចាប់ខ្លាំងណាស់តើអ្នកអាចជួយខ្ញុំឡើងបានទេវង្វេងទៅអ្នកកំពុងប្រើទឹកអប់ថោកអ្វីធំក្លិនស្អុយណាស់ចង់ក្អួតសន្តិសុខឲ្យសូមបើកទូរស័ព្ទនិងពិលរបស់អ្នកតើអ្នកណាហ៊ានមកចិត្តប្រពន្ធខ្ញុំបានបាក់ជើងរបស់គាត់ប្រពន្ធឲ្យឈប់ដកដង្ហើមទៅក្លិនរបស់ស្ត្រីអាចមានជាតិពុលកុំឲ្យផ្សែងបំផ្លាញជីវិតប្តីខ្ញុំអីសមត្ថភាពកាន់ដាវនេះស្ទើរតែដល់កម្រិតអាក់បលមកហើយផ្លូវនៃឋានសុខគឺត្រឹមត្រូវការព្រមាននេះបានធ្វើឲ្យតួឯកប្រុសមានការស្អប់ខ្ពើមយ៉ាងខ្លាំងក្រុងនេះជិតដល់ការដួលរំហើយទ្វារនឹងមិនបើកទេត្រូវទេទៅយកដំបងវាយកូនគោរបស់ខ្ញុំឬប្រហែលជាអ្នកប្រញាប់ប្រញាល់ខ្លាំងរហូតដល់អ្នកនឹងវាបំបែកទ្វារពំនេះដោយញួរនេះគឺជាកញ្ចក់ធន់នឹងការផ្ទុះកម្រិតខ្ពស់សូម្បីតែគ្រាប់កាំភ្លើងក៏អាចបញ្ឈប់គាត់ពីការប្រពន្ធខ្ញុំមិនទាន់បានញ៉ាំអាហារពេលព្រឹកទេបើពួកគេអត់ឃ្លានតើអ្នកណាក្នុងចំណោមអ្នករាល់គ្នាអាចមានលទ្ធភាពទៅវាបានតែអាហារពេលព្រឹករបស់ប្រពន្ធគាត់ទើបគាត់បំបែកវាប្រពន្ធឲ្យអូនកំពុងធ្វើអ្វីហ្នឹងប្រយ័ត្នកុំឲ្យដៃរបស់អ្នករងរបួសអនុញ្ញាតឲ្យខ្ញុំធ្វើការងារដ៏លំបាកនេះជីងជើអ្នកអាចទុកចិត្តខ្ញុំបានជាការពិតណាស់ខ្ញុំជឿអ្នកខ្ញុំនឹងប្រគល់ជីវិតរបស់ខ្ញុំឲ្យអ្នកមិនអីទេបើដូច្នោះចូលយើងកុំតិចវាជាមួយគ្នាវាសនាឲ្យខ្ញុំសម្រេចចិត្តដោយខ្លួនឯងចុះខ្ញុំខុសហើយវាសនាឲ្យប្រព័ន្ធព្រមានជួបប្រទះនឹងការឆ្លុះបញ្ចាំងកម្លាំងដែលមិនស្គាល់ធម្មពលអស់ហើយការបង្ខំឲ្យសម្រាកក្នុងរដូវរងាមិនថាដៃប្រពន្ធខ្ញុំឈឺអត់ទេវាទាំងអស់គឺដោយសារតែទ្វារនេះថ្ងៃស្អែកខ្ញុំនឹងឲ្យនរណាម្នាក់ជួសជុលទ្វារទាំងអស់វាទាំងអស់ត្រូវបានជំនួសដោយឈើនោះមិនមែនជាការបំផ្លើសទេខ្ញុំឃ្លានហើយចង់ញ៉ាំស៊ីវឡុងប៉ៅពីកន្លែងនោះនៅភាគខាងត្បូងនៃទីក្រុងមិនអីទេតោះទៅឥឡូវនេះខ្ញុំនឹងឲ្យជំនួយការរបស់ខ្ញុំទិញទំនិញនៅហាងនោះនៅពេលក្រោយចាប់ពីពេលនេះទៅពួកគេនឹងធ្វើឲ្យប្រាកដថាអ្នកធ្វើវាគ្រប់ពេលវេលាតើខ្ញុំនៅឯណាតើខ្ញុំបានបញ្ចប់នៅក្បែរធុងសំរាមដោយរបៀបណាការចាប់ផ្ដើមប្រព័ន្ធឡើងវិញដោយជោគជ័យការធ្វើឲ្យផែនការបំរុងទុកសកម្មបង្កឲ្យមានការតស៊ូដណ្ដើមអំណាចក្នុងគ្រួសារអ្នកមានមួយសូមទៅកាន់ Night Football ជាបន្ទាន់ដើម្បីជួបមនុស្សអាក្រក់តួឯកប្រុស Gazetchen លោក Gettinghow ការអាម៉ាស់ដែលអ្នកបានធ្វើមកលើខ្ញុំនៅថ្ងៃនេះខ្ញុំនឹងសងអ្នកវិញ1000 ដង100 ដងចាប់តាំងពី Gettinghow មកអ្នកមិនដឹងថាអ្វីល្អសម្រាប់អ្នកទេបន្ទាប់មកខ្ញុំនឹងទៅជួយ Go Sichen ឡើងកាន់អំណាចបន្ទាប់ពីគូស៊ីចេនបានដណ្ដើមអំណាចពីគ្រួសារគូខ្ញុំចង់បាន Gettinghow លុតជង្គង់លើដេហើយអង្វរខ្ញុំដូចឆ្កែកញ្ញាស៊ូអ្នកបានមករកខ្ញុំនៅពាក់កណ្ដាលអាធ្រាត្រដោយស្លៀកពាក់បែបនេះតើអ្វីដែលធ្វើឲ្យអ្នកគិតដូច្នេះផ្អែកលើអ្នកតើអ្នកអាចជួយខ្ញុំផ្លាស់ទៅផ្ទះបងប្រុសដែលក្រអឺតក្រទុំនោះបានទេការបញ្ជូនទិន្នន័យបានបញ្ចប់តម្លៃដេញថ្លៃស្នូលរបស់ Story Group សម្រាប់ត្រីមាសក្រោយចែកចាយផ្អែកលើអ្វីដែលខ្ញុំដឹងតម្លៃបម្រុងសម្រាប់ការដាក់លក់ដីរបស់ Story Group នៅភាគខាងត្បូងនៃទីក្រុងនៅសប្តាហ៍ក្រោយវាមានចំនួន3-5000 លានបញ្ហានេះពាក់ព័ន្ធនឹងលោក Gettinghow និងនាយកប្រតិបត្តិស្នូលមួយចំនួនវាមិនអាចទៅរួចទេសម្រាប់អ្នកខាងក្រៅណាម្នាក់ដឹងលោក Goershel ឲ្យតែអ្នកនាំខ្ញុំទៅពិធីជប់លៀងសប្បុរសធម៌នៅយប់ស្អែកណែនាំខ្ញុំអំពីឈុតឆាកធំទាំងនោះខ្ញុំធានាថាអ្នកនឹងទទួលបានច្រើនជាងនេះកិច្ចព្រមព្រៀងត្រូវបានធ្វើរួចរាល់នៅយប់ស្អែកអ្នកនឹងក្លាយជាដៃគូរបស់ខ្ញុំប៉ុន្តែបើអ្នកហ៊ានរញ៉េញ៉ៃជាមួយខ្ញុំនឹងធ្វើឲ្យអ្នករងទុក្ខវេទនាយ៉ាងវេទនា
គូស៊ីចេនក៏នឹងទៅចូលរួមកម្មវិធីសប្បុរសធម៌នៅយប់ស្អែកដែរកូនខុសច្បាប់នោះដែលមិនអាចនាំមកក្នុងពន្លឺបានថ្ងៃនេះខ្ញុំបានចំណាយពេលច្រើនជាមួយមនុស្សចាស់ទាំងនោះនៅលើខ្ញុំសង្ស័យថានាងកំពុងព្យាយាមបង្កើតទំនាក់ទំនងនៅក្នុងពិធីជប់លៀងប្រពន្ធច្បាស់ជានឹងមានរុយច្រើនណាស់នៅក្នុងពិធីជប់លៀងយប់ស្អែកប្រសិនបើអ្នកយល់ថាវារំខានយើងនឹងលុបចោលផ្ទះរបស់យើងចុះយ៉ាងណាចំពោះការធ្វើលំហាត់ប្រាណខ្លះដែលល្អសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នកនៅក្នុងសុបិនរបស់នាងស៊ូវ៉ាន់បានភ្លឺចែងចាំងមកលើវ៉ាន់យ៉ានកែវភ្នែកទាំងនោះដែលគួរតែជារបស់ខ្ញុំការសរសើររបស់ខ្ញុំឱកាសសហប្រតិបត្តិការដែលខ្ញុំបានព្រមព្រៀងគ្នាពួកគេទាំងអស់គ្នាប្រញាប់ប្រញាល់ទៅរកស៊ូវ៉ាន់ស្ថានសួគ៌ក៏ប្រកាសជានឹងប្រើប្រាស់ពិធីជប់លៀងនេះដើម្បីបង្កបញ្ហាខ្ញុំផ្ទាល់ត្រូវតែត្រួតពិនិត្យវាគ្រោះថ្នាក់នៅក្នុងប្រហោងទេខ្ញុំត្រូវទៅយប់ស្អែកខ្ញុំនឹងលើសពីមនុស្សគ្រប់គ្នាខ្ញុំតែងតែស្ដាប់ប្រពន្ធខ្ញុំនឹងឲ្យនរណាម្នាក់ធ្វើវាទំនិញផលិតតាមតម្រូវការលំដាប់ខ្ពស់ដែលទើបតែដឹកតាមយន្តហោះយានយន្តទាំងអស់លោក Kerteng Zhao ប្រធានក្រុមហ៊ុន Story Group លោកស្រីគោបានមកដល់អូព្រះជាម្ចាស់ឲ្យថ្ងៃនេះអ្នកស្រីគោមើលទៅស្រស់ស្អាតណាស់ដូចជាមហាក្សត្រីតែម្ដងគូស្នេហ៍កាសមិនអាចបែកពីគ្នាបានទេតើអ្នកណាជាអ្នកផ្សព្វផ្សាយពាក្យចាំអារម្មណ៍ថាពួកគេមានចំនួនពួកគេគ្រាន់តែជាគូប្រកួតដែលបង្កើតឡើងនៅស្ថានសួគ៌ប៉ុណ្ណោះខ្ញុំបានទទួលពិធីករនិងតួឯកស្រីត្រូវបានរកឃើញនៅក្នុងស៊ុំតែមួយហាឡូស្ថានសួគ៌ក៏ត្រូវបានធ្វើឲ្យសកម្មបង្ខំចិត្តបដូរការផ្ដោតអារម្មណ៍ហាខ្ញុំមិនបានឃើញវាខុសទេមែនទេស្លៀកពាក់របស់ខ្លាំងៗដែលមានគុណភាពខ្ពស់ទៅពិធីជប់លៀងលំដាប់ខ្ពស់តើលោក Go Show បានខ្សែខិនហើយឬនៅខ្ញុំគ្មានលទ្ធភាពទិញរ៉ូបពិតមួយផងវាមិនគួរឲ្យខ្លាចទេក្នុងការស្លៀកសម្លៀកបំពាក់ណាដែលអាក្រក់ជាងនេះគឺខ្មាស់អៀនមើលចុះអំបោះនៅលើចង្កេះរបស់ស្ត្រីនោះហៀបនឹងរបូតចេញវាមានក្លិនដូច plastic top ហើយហ៊ានប្រកួតប្រជែងកម្រិតសម្លេងខ្ពស់ពិតប្រាកដរបស់លោកស្រីយ៉ាមែនទេមានអ្វីកើតឡើងប្រព័ន្ធអ្នកមិនស្ថិតក្នុងស្ថានភាពដែលបើកដំណើរការដោយ Halo ទេខ្ញុំនឹងធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលតើពួកគេទាំងអស់គ្នាសើចចំពោះសីតុណ្ហភាពក្រោមសូន្យទេអ្នកគ្រប់គ្រងលោកប្រធានាធិបតីគូតើលោកមានការអ្វីបង្កប់មែនទេសន្តិសុខរបស់ Hilna ឥឡូវនេះស្តង់ដារធ្លាក់ចុះទាបដល់ថ្នាក់នេះមនុស្សអាណេថាឯណាខ្លះស្លៀកពាក់ខោអាវថោកតាមចិញ្ចើមថ្នល់ក៏អាចអនុញ្ញាតឲ្យចូលមកបានដែរដល់កម្រិតឋានៈរបស់ប្រពន្ធខ្ញុំធ្វើឲ្យខូចអារម្មណ៍នាងតើអ្នករាល់គ្នាអាចសងសំណងបានទេបងធំស៊ូវ៉ាន់គឺជាដៃគូរបស់ខ្ញុំទេសូមបងនិយាយស្ដីឲ្យមានការគួរសមបន្តិចគួរសមអីគ្រាន់តែជាកូនក្រៅច្បាប់ដែលមិនហ៊ានចេញមុខចេញមាត់ម្នាក់សំនឹងមកហៅខ្ញុំថាបងធំដែរមែនទេនាំដៃគូស្រីដែលស្លៀកពាក់ខោអាវคล้ายៗរបស់អ្នកលីកចេញទៅឲ្យឆ្ងាយពីមុខខ្ញុំភ្លាមបើមិនដូច្នោះទេខ្ញុំមិនប្រកាន់នឹងឲ្យសន្តិសុខដេញអ្នករាល់គ្នាដូចជាសម្រាមប្រវែងចេញទៅក្រៅនោះទេប្រព័ន្ធចាប់ផ្ដើមកម្មវិធីដួលដោយចៃដន្យឲ្យលីសាបាក់មុខនិងខូចឈ្មោះនៅចំពោះមុខសាធារណជនខ្ញុំចង់ឆូតមុខរបស់គេទទួលបានបញ្ជាកំពុងតែបង្ខំជ្រៀតជ្រែកច្បាប់រូបវិទ្យាឈប់ឡានតើអូនមានរបួសត្រង់ណាទេតើត្រូវបានកញ្ចក់មុតឬដួលដែរទេកុំភ័យអីបងមិនអីទេកុំខ្លាចណាបងធំហេតុអ្វីបានជាបងសម្លឹងមើលពួកយើងបែបនេះវាមិនពាក់ព័ន្ធនឹងពួកយើងទេណាគឺមកពីបងថ្លៃស្រីខ្លួនឯងដើមមិនប្រយ័ត្នទេឯងឈួតហើយមែនទេហ៊ានវាយខ្ញុំនៅចំពោះមុខមនុស្សម្នាក់បែបនេះផងគ្រាន់តែវាយឯងថ្ងៃនេះខ្ញុំនឹងកំទេចឯងថែមទៀតផងខ្ញុំមិនខ្វល់ថាពួកឯងប្រើល្បិចថោកទាបអ្វីនោះទេបើហ៊ានប៉ះពាល់សក់ប្រពន្ធខ្ញុំសំបីតែមួយសរសៃខ្ញុំនឹងយកជីវិតពួកឯងភ្លាមប្រព័ន្ធជួយផងប្រញាប់បើកប្រព័ន្ធការពារភ្លាមជួយប្រទះនឹងការរំខានពីថាមពលដ៏ខ្លាំងក្លាមិនស្គាល់ប្រភពថាមពលត្រូវបានអស់ទាំងស្រុងប្រព័ន្ធគាំងបិទដំណើរការលក់ចេញជាបន្ទាន់នៅរាល់ភាគហ៊ុនគម្រោងទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គូស៊ីឆិនក្នុងរយៈពេល10នាទីខ្ញុំចង់ឃើញក្រុមហ៊ុនទាំងអស់ដែលស្ថិតនៅក្រោមឈ្មោះរបស់គេត្រូវប្រកាសសរសៃធននិងទូទាត់បញ្ជីទាំងអស់
ហើយថែមទាំងយកស្រីម្នាក់ឈ្មោះស៊ូវ៉ាន់ស៊ឺវ៉ននេះបញ្ជូនទៅប៉ូលីសពីបទចោរកម្មពាណិជ្ជកម្មប្រាប់ទៅប្រធានស្នងការផងថាបើគ្មានការអនុញ្ញាតផ្ទាល់ពីខ្ញុំទេមិនអនុញ្ញាតឲ្យនរណាម្នាក់ដោះលែងនាងឡើយខ្ញុំចង់ឲ្យនាងជាប់គុកគងឹតនៅក្នុងនោះអស់មួយជីវិតគូទីងចៅកេថេងឆៅអញឈួតហើយមែនទេនោះវាជាទ្រព្យសម្បត្តិពាក់កណ្ដាលរបស់គ្រួសារតកូគូណាដើម្បីតែស្រីម្នាក់អញសុកចិត្តបំផ្លាញគ្រួសារតកូគូមែនទេបំផ្លាញហើយធ្វើបើដើម្បីនាងសំបីតែមេឃក៏ខ្ញុំហ៊ានទម្លាយដែរចុះទម្រាំតែគ្រួសារតកូគូប៉ុណ្ណឹងនោះពួកឯងគិតថាឈ្នះដាច់ហើយមែនទេហាហាហាខ្ញុំនៅមានសន្លឹកពីចុងក្រោយទៀតខ្ញុំនៅតែជាស្រីកូនជំរើសរបស់ព្រះលិខិតហា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 ព្រមានច្បាប់នៃឋានសុខចិត្តដួលរំហើយចាប់ផ្ដើមបញ្ជាកំទេចចោលចុងក្រោយបង្ខំឲ្យបង្វែរគោលដៅនៃឧបករណ៍កំណត់ពេលវេលាកំទេចក្រុមហ៊ុនគូស៊ីគ្រប់ Gas Group អគ្គនាយកគូមានរឿងធំហើយខ្សែសង្វាក់ផ្គត់ផ្គង់ស្នូលទាំង3របស់យើងនៅក្រៅប្រទេសទើបតែមុននេះបន្តិចបានល្មើសកិច្ចសន្យាព្រមគ្នាដោយគ្មានការព្រមានទុកជាមុនទំនិញទាំងអស់ត្រូវបានគេឃាត់ទុកអស់ហើយអគ្គនាយកគូប្រធានធនាគារធំទាំង4ប្រចាំរាជធានីបានរួមគ្នាខំមកយ៉ាងប្រញាប់ហើយតម្រូវឲ្យយើងនៅមុនពេលថ្ងៃលេខថ្ងៃនេះសូមប្រាក់កម្ចីមុនកំណត់សរុបចំនួន20,000លានបើមិនដូច្នោះទេពួកគេនឹងបង្កកនីក្រុមហ៊ុនទាំងអស់ទីផ្សារភាគហ៊ុនបើកហើយភាគហ៊ុនរបស់ក្រុមហ៊ុនយើងកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីមូលនិធិបរទេសមិនស្គាល់មុខបញ្ជាលក់ចេញមានច្រើនលើសលប់ទុកទល់មិនទាន់ទេឥឡូវនេះវាដួលរំដល់ចំណុចកំណត់ហើយតម្លៃទីផ្សារបានរលាយបាត់អស់រាប់សិបពាន់លានហើយគូទីងចៅឯងមើលរឿងចង្រៃដែលឯងបានធ្វើចោះព្រោះតែស្រីម្នាក់ឯងហ៊ានគៀបសង្កត់ស៊ីឈិនដោយមិនគិតពីផលប្រយោជន៍រួមផងឥឡូវល្អហើយទៅធ្វើឲ្យពួកក្រុមវិនិយោគិននៅពីក្រោយក្នុងខាងសម្បាក្រុមហ៊ុនទាំងមូលត្រូវរងគ្រោះព្រោះតែឯងម្នាក់មេលីនសៀនោះគឺជានាងកំឡៅចង្រៃជាស្រីនាំទុកទោសថ្ងៃនេះឯងត្រូវតែសរសេរលិខិតលាលែងពីតំណែងប្រគល់តំណែងប្រធាននឹងត្រាក្រុមហ៊ុនមកឲ្យស៊ីឈិនត្រឡប់មកគ្រប់គ្រងស្ថានភាពវិញហើយទៅសុំទោសពួកវិនិយោគិនទាំងនោះទៅលោកប្រធានវាងសម្ដែងបានល្អតើខ្ញុំពិតជាចង់ដឹងណាស់ថាតើលោកបានទទួលផលប្រយោជន៍ពីគូស៊ីឈិនប៉ុន្មានទៅទើបហ៊ានមកស្រែកឡូឡានៅចំពោះមុខខ្ញុំបែបនេះគូថឹងចៅឯងគុំមកធ្វើជាអួតអាងសម្បើមដៃហើយបង្វែរដានរឿងអីបើដោះស្រាយបញ្ហាខ្វះខាតថវិកា20,000លានរបស់ក្រុមហ៊ុនមិនបានទេនោះថ្ងៃនេះប្រសិនបើឯងអាចរកមកបំពេញបានរូបខ្ញុំដែលមានត្រកូលវាងនេះនឹងប្រគល់ភាគហ៊ុននៅក្នុងដៃទាំងអស់ឲ្យឯងទេតែម្ដងតែបើរកមកបំពេញមិនបានទេឯងត្រូវនាំស្រីចង្រៃជាប្រពន្ធរបស់ឯងនោះនាំគ្នាចេញពីក្រុមហ៊ុនគូស៊ឺគ្រប់ទៅអ្នកណាថាលោកប្រធានរកមកបំពេញមិនបានលីនសៀទីនេះជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់បំផុតរបស់ក្រុមហ៊ុនគូស៊ឺតើអ្នកណាអនុញ្ញាតឲ្យនាងចូលមកសន្តិសុខទិញស្រីម្នាក់នេះចេញទៅភ្លាមលោកប្រធានវាងបើភ្នែកធំរបស់អ្នកមើលឲ្យច្បាស់ទៅនេះគឺជាកិច្ចសន្យាវិនិយោគដោយគ្មានលក្ខខណ្ឌពីស្ថាប័នមូលនិធិទុនវិនិយោគឈាននៃកសិកាឆេញយក Capital សរុបទាំងអស់ចំនួន5,000លានដុល្លារអាមេរិកឬប្រហែល35,000លានយ៉នកាលពីកន្លះម៉ោងមុនប្រាក់ទាំងអស់ត្រូវបានផ្ទេរចូលទៅក្នុងកន្នីសាជីវកម្មក្រៅប្រទេសរបស់គូស៊ឺគ្រប់រួចរាល់អស់ហើយលុយចូលកន្នីហើយលោកប្រធានគូកន្នីក្រៅប្រទេសពិតជាមានប្រាក់ចូលចំនួន5,000លានដុល្លារអាមេរិកមែនស៊ីនយ៉ាវ Capital នោះជាសម្ព័ន្ធហិរញ្ញវត្ថុដ៏អាចកំបាំងបំផុតនៅលើពិភពលោកណាក្រុមហ៊ុនគូស៊ឺតាមអង្វរគេរាប់ឆ្នាំសូម្បីតែមុខក៏មិនដែលបានជាងគ្រាន់តែជាជំទាវក្នុងត្រកូលអភិជនម្នាក់សោះតើអាចទៅអញ្ជើញគេមកបានដោយរបៀបណារឿងនេះមិនអាចទៅរួចទេនេះច្បាស់ជាឯកសារคล้ายៗហើយមនុស្សស្រីដែលចេះត្រឹមតែរៀបការនឹងផឹកតែដូចជានាងតើអាចទៅស្គាល់មនុស្សរបស់ស៊ីនយ៉ាវ Capital បានយ៉ាងម៉េចទៅជំរាបសួរគ្រប់គ្នាខ្ញុំជាប្រធានក្រុមហ៊ុន Chenyo Capital ប្រចាំតំបន់អាស៊ីថ្ងៃនេះក្នុងនាមខ្ញុំជាតំណាងឲ្យក្រុមហ៊ុន Chenyo Capital សូមសម្ដែងការគោរពចំពោះប្រធានធំរបស់យើងគឺលោកស្រីលិនឆែការសម្រេចចិត្តរបស់លិនឆែគឺជាការសម្រេចចិត្តរបស់ក្រុមហ៊ុន Chenyo ទាំងមូលប្រពន្ធរបស់ខ្ញុំពិតជាមិនធម្មតាមែនប្រព័ន្ធ Chandel អាចគ្រប់គ្រងលើ probability បាននិងអាចជាឥទ្ធិពលដល់ពួកអ្នកដែលគ្មានជំហររឹងមាំទាំងនោះបានប៉ុន្តែវាមិនអាចគ្រប់គ្រងលើកម្លាំងសមត្ថភាពពិតប្រាកដនិងដាច់ខាតបានឡើយ
លោកប្រធានវងអំបញ្ញមិញនេះលោកជាអ្នកនិយាយផ្ទាល់មាត់តើឲ្យតែបំពេញចន្លោះខ្វះខាតថវិកាបានភាគហ៊ុនរបស់លោកនឹងត្រូវប្រគល់ជូនដោយទេលោកស្រីប្រធានលេងឆែខ្ញុំគ្រាន់តែនិយាយលេងតើខ្ញុំបានធ្វើការនៅក្នុងក្រុមហ៊ុន Gas អស់រយៈពេល30ឆ្នាំមកហើយមេធាវីរៀបចំលិខិតផ្ទេរសិទ្ធិភាពហ៊ុនភ្លាមទៅហើយឲ្យគាត់ចុះហត្ថលេខានឹងព្រឹត្តមេដៃចំណែកពួកអ្នកឯងវិញក្រុមហ៊ុន Gas Group នេះតូចណាស់មិនអាចទទួលព្រះអង្គធំដូចជាពួកអ្នកឯងបានទេថ្ងៃនេះត្រូវដេញចេញឲ្យអស់សន្តិសុខដេញពួកគាត់ចេញទៅក្រៅឲ្យអស់ទៅលោកស្រីលេងឆែសុំអង្វរផងសេចិនជឿជាក់លើខ្ញុំទៅតម្លៃទាបបំផុតរបស់ Getting House គឺប្រកាសជា3 billion 30តែយើងដេញថ្លៃ3 6 billion ហើយយកគម្រោងរងហេនេះមកគ្រប់គ្រងយើងនឹងអាចរំដោះខ្លួនបានទាំងស្រុងហើយជន់ឈ្លី Getting House នៅក្រោមបាតជើងបាន3 6 billion ហ្នឹងខ្ញុំបានយកទ្រព្យសម្បត្តិទាំងអស់ក្រោមឈ្មោះខ្ញុំទៅបញ្ចាំអស់ហើយថែមទាំងបានខ្ចីប្រាក់ខ្ពស់ចំនួន1 billion 10 លានទៀតផង Warner នេះជាប៊ីចុងក្រោយរបស់យើងហើយមានតែឈ្នះត្រូវតែឈ្នះមិនអាចចាញ់ដាច់ខាតឥឡូវនេះការដេញថ្លៃ Daily នៅភាគខាងត្បូងទីក្រុងចាប់ផ្ដើមហើយតម្លៃចាប់ផ្ដើមគឺ2 billion ការឡើងថ្លៃម្ដងមិនត្រូវតិចជាង10 លានឡើយការដេញថ្លៃចាប់ផ្ដើម2 5 billion 3 billion 3 5 billion 3 6 billion ប្រព័ន្ធឯងមិនអាចបោះបង់យើងចោលទេជួយយើងផងហាមឃាត់ការអភិវឌ្ឍពាណិជ្ជកម្មអញ្ចឹងមានន័យថាខ្ញុំចំណាយអស់35,100 កដេដើម្បីទិញបានតែភ្នោមួយនឹងហើយរូបចុះរបស់បញ្ចាំរបស់ខ្ញុំចុះលុយការប្រាក់របស់ខ្ញុំចប់ហើយចប់គ្រប់យ៉ាងហើយប្រពន្ធសម្លាញ់រឿងល្ខោនមើលចប់ហើយពួកយើងត្រឡប់ទៅផ្ទះវិញទៅអ្វីដែលហៅថាព្រំលិខិតឥឡូវវាបានរលាយបាត់ហើយចាប់ពីពេលនេះទៅវាសនារបស់ពួកយើងគឺស្ថិតនៅលើកណ្ដាប់ដៃរបស់ពួកយើងផ្ទាល់បំណុលដុំហិមា35,100 កដលុយការប្រាក់រាប់ឡើងការរងបន្តបន្ទាប់ដោយសារតែការគិតកេងលុយក្រុមហ៊ុនទៅទិញដីអត់ប្រយោជន៍នោះលោកតាបានបណ្ដេញខ្ញុំចេញពីត្រកូលគូកែនិងលុបឈ្មោះចេញពីបញ្ជីត្រកូលភ្លាមតែម្ដងអ្នកប្រុសទី2ត្រកូលគូពួនបានចិត្តល្អណាស់តើកុំវាយខ្ញុំអីខ្ញុំនៅមានលុយទៀតខ្ញុំនៅមានស្រីម្នាក់ទៀតនាងមានសមត្ថភាពពិសេសនាងអាចជួយខ្ញុំលេងភ្នាល់យកលុយទាំងនោះត្រឡប់មកវិញបានជីឆាសេឆាឯងមិនអាចធ្វើដាក់ខ្ញុំបែបនេះទេណាមកពីឯងទាំងអស់បើគុំតែឯងមកញុះញង់ខ្ញុំធ្វើម៉េចឲ្យខ្ញុំទៅដេញថ្លៃទិញដីនឹងទៅឯងយកលុយរបស់ខ្ញុំសុំមកខ្ញុំវិញមកនាំខ្លួនអ្នកទាំងពីរអ្នកនេះចេញទៅអាប្រុសនេះបញ្ជូនវាទៅរ៉ែឈូងធ្ងន់ខ្មៅឲ្យជីកឈូងសងបំណុលចំណែកមីស្រីនេះហេបញ្ជូនវាទៅកន្លែងថោកទាបបំផុតលាងចានពេលណាដោះបំណុលអស់ពេលនឹងចាំរួចខ្លួនលែងខ្ញុំមិនទៅទេជួយខ្ញុំផងលោកប្រធានគូលោកឈប់ដើរវិលវល់ទៅខ្ញុំវិលមុខណាស់ប្រពន្ធសម្លាញ់គ្រូពេទ្យថាអូនហត់នឿយខ្លាំងពេកហើយក្នុងពេលថ្មីនេះរឿងគម្រោងសន្តាគារខាងស៊ីងយ៉ាវឆេងយ៉ាវទុកឲ្យបងអ្នកចាត់ចែងភារកិច្ចតែមួយគត់របស់អូនពេលនេះគឺសម្រាប់បានល្អព្រោះអីពេលនេះពួកយើងមានគ្នា3នាក់ហើយតើមានកូនក្នុងផ្ទៃចុងក្រោយក៏បានបញ្ចប់ហើយបើគ្មានការរំខានពីព្រំលិខិតទៀតទេជីវិតថ្មីមួយនេះគឺជាចំណងដៃដ៏បរិសុទ្ធបំផុតនៃសេចក្តីស្រឡាញ់របស់យើងគូទីងចៅកឹកថេងចៅអូននៅចាំការដែលពួកយើងទើបតែរៀបការដំបូងទេចាំតើកាលនោះបងគិតថាអូនគ្រាន់តែជាបក្សីក្នុងទ្រុងនេះដែលត្រូវការការពារពីបងតែនឹកស្មានមិនដល់ថាអូនគឺជាសត្វហង្សដែលអាចនាំបង្ហោះហើរទៅលើមេឃដ៏ខ្ពស់ទៅដែរគ្រប់ពេលចេះនិយាយយកចិត្តណាស់តើចុះអូនសួរមែនទៅថ្ងៃមុខបើក្រុមហ៊ុនគូស៊ឺកាស៊ីនិងស៊ីងយ៉ាវមានត្រូវស្ដាប់តាមអ្នកណាស្ដាប់តាមអូនគូស៊ឺជារបស់អូនស៊ីងយ៉ាវក៏ជារបស់អូនហើយបងក៏ជារបស់អូនដែរ